រឿងក្តីស្រមៃរបស់កូនកណ្ដុរអ្នកនិពន្ធយើងខ្ញុំចង់អប់រំដល់បងប្អូនកុមារឲ្យមានគោលដៅនិងមហិច្ឆតាក្នុងចិត្តសម្រាប់ពេលអនាគតព្រោះថាបើយើងមានបំណងចង់ធ្វើអ្វីមួយគឺយើងមានការព្យាយាមនិងខិតខំដើម្បីឲ្យបានសម្រេចតាមការស្រមៃសម័យរបស់យើងនិងបំណងរបស់យើងសេចក្តីស្រមៃនិងការពំប្រាថ្នាគឺជាទិសដៅមួយសម្រាប់ជីវិតនាពេលអនាគតដូច្នេះទំនោរធម្មជាតិរបស់បងប្អូនដែលមាននិស្ស័យឬចូលចិត្តនៅមុខវិជ្ជាអ្វីមួយនោះគួរតែបងប្អូនខិតខំព្យាយាមរៀនសូត្រនិងចាប់យកនៅមុខវិជ្ជានោះដើម្បីសម្រេចលទ្ធផលឲ្យបានជាផ្លែផ្កាសម្រាប់បងប្អូននិងអនាគតរបស់បងប្អូនបាទពីខ្ញុំបាទអ្នកនិពន្ធទឹមដនឆ្នាំនេះណារ៉តមានអាយុ7ឆ្នាំហើយគឺរៀននៅថ្នាក់ទី2យប់មួយឪពុកណារ៉តបានបង្រៀនកូនឲ្យធ្វើលំហាត់និងអានមេរៀនរហូតដល់យប់ជ្រៅធ្វើឲ្យណារ៉តងុយដេកយ៉ាងខ្លាំងយប់នោះណារ៉តគេងលក់យ៉ាងស្កប់ស្កល់រួចគេក៏យល់សពឃើញថាមានមេកណ្ដុរមួយមានកូនចំនួន5កូនច្បងឈ្មោះរ៉ូណេកូនញីបន្ទាប់ឈ្មោះរ៉ូណាកូនឈ្មោះទី3ឈ្មោះរ៉ូម៉ុនកូនញីទី4ឈ្មោះរ៉ូសានិងកូនឈ្មោះទី5ឈ្មោះរ៉ូស៊ីនលោកកូនកណ្ដុរធំបានបន្តិចមេក៏ហៅកូនទាំង5មកបង្រៀនរួចសួរពីគោលបំណងរបស់ពួកគេទៅថ្ងៃអនាគតមើលកូនរ៉ូណេពេលកូនធំឡើងតើកូនចង់ធ្វើអ្វីរ៉ូណេបានឆ្លើយថាកូនចង់ធ្វើជាប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុនមួយដែលមានឫកពាដូចថាកាយកូនកណ្ដុរទី2ក៏បានឆ្លើយបន្តចំណែកខ្ញុំវិញខ្ញុំចង់ក្លាយជាគ្រូពេទ្យខ្ញុំអាចព្យាបាលមនុស្សចាស់និងក្មេងៗហើយអ្នកទាំងនោះគេយកចិត្តនឹងខ្ញុំណាស់ថែមទាំងបានលុយទៀតផងកូនកណ្ដុរទី3បានឆ្លើយប្រាប់មេវាថាចំណែកខ្ញុំចង់ធ្វើជាគ្រូបង្រៀនខ្ញុំអាចពន្យល់ប្រាប់គេឲ្យចេះដឹងនៅគំនិតល្អខ្ញុំអប់រំពួកគេឲ្យរស់នៅជាមនុស្សល្អក្នុងសង្គមពេលទៅណាមកណាគេតែហៅខ្ញុំថាលោកគ្រូមេកណ្ដុរស្លាប់ហើយញញឹមតិចរួចក៏បន្តសួរទៅកូនទី4ទៀតថាមើលកូនស្រីទី4ពេលកូនធំឡើងកូនប្រាថ្នាធ្វើអ្វីដែរចាចំណែកខ្ញុំចង់ធ្វើជាចុងភៅគឺចុងភៅដ៏ល្បីម្នាក់ពេលណាគេពិសាម្ហូបខ្ញុំហើយគេតែងសរសើរពីស្នាដៃរបស់ខ្ញុំថាមានរសជាតិឆ្ងាញ់គ្រប់គ្នាហើយគេបានផ្សព្វផ្សាយខ្ញុំតាមរយៈកាសែតនិងទូរទស្សន៍ទៀតផងមេកណ្ដុរបន្តសួរទៅកូនទី5ទៀតថាចុះកូនពៅប្រាថ្នាចង់ធ្វើអ្វីដែរបាទខ្ញុំចង់ធ្វើជាប៉ូលីសខ្ញុំចង់ការពារប្រជាជននិងអាចរក្សាសន្តិសុខជូនប្រជាពលរដ្ឋព្រោះខ្ញុំមានកំភ្លើងពេលឃើញចោរលួចចោរឆក់ឬប្លន់ខ្ញុំដេញចាប់ពួកគេរួចបាញ់ឡើងលើភងណារត់មកមើលស្រែកភងតាមការយល់សមកាយវិការដៃរងេងចងាងម្ដាយឮដូច្នេះក៏ស្ទុះមកដាស់កូនរួចសួរថាភ្លឺហើយកូននៅស្រែកភងដល់ណាទៀតតោះទៅហូបទឹកស្លៀកពាក់ញ៉ាំអាហារពេលព្រឹកនិងអាលទៅរៀនណារត់បាននិយាយប្រាប់ម្ដាយតាមការសុបិនរបស់ខ្លួនដែលលឺហើយលួចញញឹមយកដៃអង្អែលក្បាលកូនរួចសួរថាចុះកូនវិញចង់ខ្លាយជាអ្វីដែរខ្ញុំមានបំណងដូចកូនកណ្ដុរទី3កូនចង់ធ្វើជាគ្រូបង្រៀនល្អហើយកូនម៉ែបើកូនចង់ធ្វើជាគ្រូបង្រៀនចូលកូនឧស្សាហ៍រៀនសូត្រជាយាមអានសៀវភៅឲ្យបានច្រើនព្រោះសៀវភៅជាឃ្លាំងនៃចំណេះវិជ្ជាអានច្រើនចេះដឹងច្រើនដល់ពេលកូនពេញវ័យកូននឹងក្លាយជាគ្រូបង្រៀនជាគ្រូដែលមានសមត្ថភាពឧត្តមគតិខ្ពង់ខ្ពស់និងសិលធម៌ល្អ
ចាប់តាំងពីពេលនោះមកណារ៉តយកចិត្តទុកដាក់រៀនសូត្រណាស់គេខំអានសៀវភៅធ្វើលំហាត់ខ្លាចជាសិស្សពូកែនិងជាសិស្សគំរូប្រចាំសាលាណារ៉តសង្ឃឹមថានៅថ្ងៃអនាគតគេនឹងក្លាយជាគ្រូបង្រៀនដ៏ល្អនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញបាទសូមចប់សូមថ្លែងអំណរគុណជាជ្រៅដល់បងប្អូនកុមារពុកម៉ែបងប្អូនដែលបានអាននិងទេសនារឿងនេះសូមមេត្តាជួយ Subscribe និង Share ផងបាទសូមអរគុណ